ngày mũi này mình bạn xã ca chỉ mũi mật phép chất đấtរបស់នាងដើម្បីរៀបចំគម្រោងលេងសើច prank ធ្វើបាបមិត្តប្រុសនាងបានយកស្រោមមុខមនុស្សចាស់ទៅពាក់ឲ្យតុកតាឆ្កែចោលដល់ធំមួយរួចដាក់វានៅលើក្រែនឹងដណ្ដប់ភួយពីលើឲ្យមើលទៅដូចជាមានមនុស្សគេងជាមួយនាងពេលឮសំឡេងមិត្តប្រុសត្រឡប់មកផ្ទះវិញនាងក៏ប្រញាប់ប្រាប់ឲ្យមិត្តភក្តិស្រីទៅពួននៅក្នុងជុំបន្ទប់រួចនាងចូលទៅគេងក្បែរតុកតានោះធ្វើដូចជាគ្មានរឿងអ្វីកើតឡើងនៅពេលដែលមិត្តប្រុសដើរចូលមកក្នុងបន្ទប់ហើយឃើញទិដ្ឋភាពបែបនោះគាត់មានការភ្ញាក់ផ្អើលនិងមិនចង់ជឿនឹងភ្នែកគាត់តែសោះចំណែកឯមិត្តស្រីវិញលួចសាច់ម្នាក់ឯងដោយក្តីរីករាយប៉ុន្តែភ្លាមនោះមិត្តប្រុសបានសម្ដែងធ្វើជាខឹងយ៉ាងខ្លាំងហើយនិយាយឌឺដងថាបើទើបតែដឹងរឿងបែបនេះហើយគាត់ក៏មិនបាច់លាក់បាំងទៀតដែរគាត់បានដកទូរស័ព្ទដៃចេញមករួចធ្វើជាទេទៅក្បងស្រីទី3ក៏ដើម្បីប្រាប់ថាមិនបាច់លាក់លៀមពីទំនាក់ទំនងសង្សារលួចលាក់ទៀតឡើយឃើញស្ថានភាពមិនស្រួលមិត្តស្រីក៏ជប់សើចមិត្តប្រុសដើរទៅទីងពួយចេញស្រាប់តែឃើញថាវាជាតុកតាឆ្កែចោលសោះធ្វើឲ្យគាត់ស្រឡាំងកាន់យ៉ាងខ្លាំងមិត្តស្រីក៏ប្រាប់ថាវាគ្រាន់តែជាការលេងសើច prank ប៉ុណ្ណោះប៉ុន្តែរឿងរ៉ាវមិនទាន់ចប់ឡើយស្របពេលនោះទូរស័ព្ទរបស់មិត្តភក្តិស្រីដែលពួននៅក្នុងចុងបន្ទប់ស្រាប់តែរត់ឡើងទោះបីជាមិត្តភក្តិស្រីម្នាក់នោះប្រញាប់បោកទូរស័ព្ទចោលដើម្បីបំបត្តិពុស្តាងក៏ដោយក៏វាធ្វើឲ្យមិត្តស្រីយល់ច្រឡំថាមិត្តប្រុសនិងមិត្តភក្តិចិត្តរបស់ខ្លួនលួចមានទំនាក់ទំនងស្នេហាជាមួយគ្នាពិតមែននាងខឹងឡើងពេករហូតដល់ដើរចេញពីបន្ទប់ហើយបោកទ្វារយ៉ាងខ្លាំងដោយមិនព្រមស្ដាប់ការបកស្រាយរបស់អ្នកទាំងពីរឡើយមិត្តប្រុសនិងមិត្តភក្តិស្រីបានត្រឹមតែនៅរងចាំនាងត្រឡប់មកវិញដើម្បីពន្យល់ការពិតរហូតដល់កណ្ដាលអាធ្រាត្រមិត្តស្រីបានត្រឡប់មកផ្ទះវិញប៉ុន្តែនាងមិនបានមកម្នាក់ឯងឡើយគឺនាងបាននាំបរិសសង្ហាខុសប្លែកម្នាក់ដែលមានស្នាមថាប់ជាប់ផ្ទាល់និងកញ្ចឹងចូលមកជាមួយផងមិត្តប្រុសឃើញបែបនេះក៏សួរនាំទាំងខឹងសម្បាមិត្តស្រីបានទៅវិញថានេះជាបរិសដែលនាងទើបតែស្គាល់នៅខាងក្រៅហើយនាងស្រឡាញ់គេតាំងពីឃើញដំបូងទើបនាំមកផ្ទះដើម្បីសងសឹកមកវិញនាងថែមទាំងនិយាយឌឺដងថានឹងលើកបន្ទប់គេងនេះឲ្យទៅមិត្តប្រុសនិងមិត្តភក្តិស្រីរួចនាងនឹងនាំបរិសសង្ហាម្នាក់នោះចូលទៅក្នុងផ្ទះបាយវិញប៉ុន្តែនៅពេលដែលនាងបើកទ្វារផ្ទះបាយស្រាប់តែមានក្រុមមិត្តភក្តិជាច្រើនអ្នករត់ចេញមកអបអរសាទរព្រមទាំងមានការពេញប៉ងពាក្យថាគូស្នេហា love ទីផងពេលនោះមិត្តប្រុសក៏បានប្រាប់ការពិតថាគ្រប់យ៉ាងដែលកើតឡើងមុននេះគឺគ្រាន់តែជាការលេងសើចទៅវិញតែប៉ុណ្ណោះព្រោះមិត្តភក្តិស្រីចិត្តដិតរបស់នាងបានលួចប្រាប់គាត់មុនពីរឿងគម្រោងការ prank របស់នាងមិត្តប្រុសចង់ធ្វើឲ្យនាងភ្ញាក់ផ្អើលដើម្បីរៀបចំពិធីសុំនាងរៀបការតែប៉ុណ្ណោះគាត់មិនបានក្បត់នាងឡើយប៉ុន្តែអ្វីដែលមិត្តប្រុសមិននឹកស្មានដល់គឺមិត្តស្រីរបស់ខ្លួនហ៊ានទៅនាំបរិសផ្សេងមកផ្ទះភ្លាមដើម្បីសងសឹកបែបនេះដោយសារតែការខកចិត្តនិងហួសចិត្តយ៉ាងខ្លាំងមិត្តប្រុសក៏បានសម្រេចចិត្តដើរចេញនិងបួនមិត្តភក្តិទាំងអស់ទៅជប់លៀងបន្តដើម្បីអបអរសាទរដែលខ្លួនបានត្រឡប់មកនៅលីវិញនៅខណៈពេលនោះមិត្តស្រីបានត្រឹមតែយំសោកស្ដាយយ៉ាងខ្លាំងហើយព្យាយាមស្រែកបញ្យល់ថាបរិសសង្ហាដែលនាងនាំមកនោះក៏ជាចំណែកមួយនៃការរៀបចំសម្ដែងដើម្បីលេងសើចបោកវិញដូចគ្នាជាការលេងសើច3ជាន់ឬ triple prank ប៉ុន្តែគ្រប់យ៉ាងវាបានហួសពេលទៅហើយនាងបានត្រឹមតែអង្គុយយំម្នាក់ឯងទាំងការស្ដាយក្រោយរួចនិយាយទាំងទឹកភ្នែកថាក៏ខ្ញុំស្អប់ការលេងសើចខ្លាំងណាស់កុំភ្លេចជួយ follow ខ្ញុំផង